ចឹង program យើងហ្នឹងគឺនៅពេលដែល install ហើយហ្នឹងគឺយើងមានម៉ាស៊ីនចុច screen យើងមាន cache drawer យើងមាន printer យើងមាន barcode scanner នេះជារបស់ second hand ខ្ញុំ set up testing យើងបើក program យើងមកនេះusername password យើងមកបើយើងមើលឃើញ screen ហ្នឹងគឺចឹងសម្រាប់បងប្អូនលក់កាហ្វេលក់ bakery ឬក៏ take away ហ្នឹងគឺចំតែម្ដងយើងមានកន្លែងអ្នកញ៉ាំនៅហ្នឹងឬក៏យកចេញ take away របស់យើងលក់ហ្នឹងយើងអាចដាក់ប៊ូតុងនៅលើ screen ហ្នឹងយើងអាចឲ្យអាណានៅមុនអាណានៅក្រោយក៏បានដែរបើវាមានច្រើនពេកវាមាន next page ទៅ next page អញ្ចឹងទៅឬក៏យើងចង់មើលតាម category យើងមាន category ប្រភេទជាម្ហូបជា drink ជាអីអញ្ចឹងទៅឬក៏ទាំងអស់ក៏បានដែរយើងចង់ search តាម barcode ក៏មានកន្លែង search barcode ដែរយើងគ្រាន់ចុចនេះហើយយើងយករបស់ដែលមាន barcode យើងមក scan នឹងម៉ាស៊ីន scan តិចមកវាឃើញដូចគ្នាវាយើង search តាមឈ្មោះក៏បានដែរថា coffee latte អញ្ចឹង latte ចេញមកអស់ទៅ latte screen ដែលយើងមើលឃើញទាំងអស់ហ្នឹងយើងរៀបធំរៀបតូចបានតែចិត្តចង់ឲ្យមានតែ6ជួរ6កលឹមឬ3ជួរឬ4ជួរឲ្យបានទាំងអស់កំងបានទាំងអស់អញ្ចឹងខ្ញុំបង្ហាញនេះគឺគ្រាន់ថាជា basic នៃការដែលយើងលក់ដូរប្រចាំថ្ងៃឧទាហរណ៍ថាភ្ញៀវគាត់ទិញកាហ្វេវាមានតែថែមថយណាចង់យកទៅដោះគោអីដោះគោធម្មតាឬក៏ដោះគោ almond meal ឬក៏ goat meal អីត្រូវការថែមលុយអីហ្នឹងយើងអាចថែមថយបានទាំងអស់យើងអាចបង្កើតថែមទាំងអស់ឧទាហរណ៍ថា goat meal ថែម$1ស្ករយកច្រើនយកតិចស្ករយកអត់ស្ករយើង add មកពេលយើង add មក item ហ្នឹងចូលក្នុងកាតយើងណាយើងចង់បាន2បេកែវដូចគ្នាថែមចំនួនមក2អញ្ចឹងទៅពេលយើងចង់បានថែមរបស់ស្មីឧទាហរណ៍ចង់បានសាច់គោអាំង5ចង្កាក់ចុចលេខ5ចុចលេខ5នេះសាច់គោអាំងនេះមកណាលោតមកចេញ5ចង្កាក់នៅនឹងហ្មងឃើញទេបាទហើយពេលយើងគិតលុយយើងចុច check out ហ្នឹងពេលហ្នឹងវាប្រាប់ឲ្យថាត្រូវការដាក់ឈ្មោះពីព្រោះថាពេលណាយើងកំងកាហ្វេយើងធ្វើកាហ្វេហើយយើងត្រូវហៅឈ្មោះគេមកយកមិនចឹងបើយើងអត់មានដាក់ឈ្មោះយើងមិនដឹងហៅពីណាមកយកទេអញ្ចឹងខ្ញុំឧទាហរណ៍ថា Mr. A អញ្ចឹងចាស់ Mr. A check out ពេលយើង check out ហ្នឹងយើងមាន check ជាលុយសុទ្ធឬ check ជាកាតឬយើងចុចយកលុយខ្លះកាតខ្លះលុយខ្លះកាតខ្លះក៏បានដូចគ្នាណាលុយម៉ានីលបាទកាលុយ$50អញ្ចឹងទៅច្រើនពេកហ៎ total យើងអស់តែប៉ុណ្ណេះនេះឲ្យលុយ$30សល់ប៉ុន្មានវាត្រូវទៅលើខាតដល់ពេលយើងចុច confirm ខាតហ្នឹងវា process payment ទៅហើយវា send receipt ទៅជាក្រានយើងមាន printer ឧទាហរណ៍យើងមាន printer 1ឬក៏2អញ្ចឹងអាមួយយើង set ទៅជាសម្រាប់អ្នកនៅក្រានទទួលបានការកំងអញ្ចឹងឃើញអានេះគេកំង2 Americano 2 cup yogurt meal មិនបាច់មានស្ករទេមាន description នេះលើទាំងអស់ហើយសាច់អាំងនេះ5ចានខាងក្រោមនេះ5ចានឃើញទេអានេះជា receipt សម្រាប់ផ្ញើទៅចក្រានអ្នកចក្រានគាត់ធ្វើតែបើយើងចង់ឲ្យ customer បាន receipt យើងចុច print នេះ print receipt ហ្នឹង receipt មក receipt សម្រាប់ customer បង់លុយហ្នឹងឃើញគាត់បង់លុយអីបាននេះខ្លះថែមថយអីខ្លះរបស់ខ្លះវាមានតម្លៃ standard ហើយតម្លៃថែមអញ្ចឹងវាមានតម្លៃ standard ហើយតម្លៃថែមហើយសរុបចេញបាន
ហើយពេលបងនឹងពិបាកឲ្យទៀតមានតាក់ប្រមាណភាគរយបងជាលុយសុទ្ធប្រមាណបងជាខែប្រមាណពេលបងនឹងយើងចង់បងបើយើងជា restaurant យើងចង់បងថាឥឡូវគ្នាមកគ្នា5នាក់ឬគ្នា3នាក់អីចឹងគ្នា3នាក់ចង់បងជា3នាក់ស្មើគ្នាបង split pay នេះ split pay